គុំសំណែនតំណាងឲ្យបងស្រីវឿនថារីបានចុះមកដល់ភូមិព្រៃក្រាំងខាងត្បូងឃុំមានរិទ្ធស្រុកដងតុងខេត្តកំពតក្នុងផងដែរខ្ញុំក៏បាននាំយកជាជំនួយដែលមានការចូលរួមមកពីបងដែលរស់នៅប្រទេសចិនតៃវ៉ាន់តាមរយៈបងស្រីវឿនថារីយកមកចូលរួមជួយដល់អ៊ំស្រីហើយក៏មានជីវិតមាននៃការចូលរួមរបស់លោកអ៊ំនៃបន្ទុកមួយក្រុមប្រឹក្សាឃុំមេភូមិដែលអញ្ជើញជីវិតមានការចូលរួមបុគ្គលស្បៀងជូនដល់អ៊ំស្រីយកណាបាទអ៊ំស្រីមានអីចង់ថាណាគុណដល់បងស្រីថារីដូចជាបងដែលនៅប្រទេសចិនតៃវ៉ាន់ហើយក៏ផ្សាយគ្រឿងបរិភោគជួយជួយដល់អ៊ំចិនមានអីជូនបងគាត់នឹងថាមិនទេបានតាមប្រូណែក៏អត់ទេបាទសួរជូនចំពោះពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទគុំសំណែនតំណាងឲ្យបងស្រីវឿនថារីបានចុះមកដល់ភូមិព្រៃក្រាំងខាងត្បូងឃុំមានរិទ្ធស្រុកដងតុងខេត្តកំពតក្នុងផងដែរខ្ញុំក៏បាននាំយកជាជំនួយដែលមានការចូលរួមមកពីបងដែលរស់នៅប្រទេសចិនតៃវ៉ាន់តាមរយៈបងស្រីវឿនថារីយកមកចូលរួមជួយដល់អ៊ំស្រីហើយក៏មានជីវិតមាននៃការចូលរួមរបស់លោកអ៊ំនៃបន្ទុកមួយក្រុមប្រឹក្សាឃុំមេភូមិដែលអញ្ជើញជីវិតមានការចូលរួមបុគ្គលស្បៀងជូនដល់អ៊ំស្រីយកណាបាទអ៊ំស្រីមានអីចង់ថាណាគុណដល់បងស្រីថារីដូចជាបងដែលនៅប្រទេសចិនតៃវ៉ាន់ហើយក៏ផ្សាយគ្រឿងបរិភោគជួយជួយដល់អ៊ំចិនមានអីជូនបងគាត់នឹងថាមិនទេបានតាមប្រូណែក៏អត់ទេ